គ្រប់ជំរាបសួរប្រិយមិត្ត fan anime ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel សម្រាប់រឿង anime ក្នុងវីដេអូនេះខ្ញុំនឹងលើករឿង Recode of Ragnarok ដែលចេញក្នុងឆ្នាំ2021មកសម្រាប់ឲ្យប្រិយមិត្តទាំងអស់គ្នាបានស្ដាប់សម្រាប់រឿងនេះដែរខ្ញុំឲ្យ rate 8 លើ 10 ដោយសារតែវាល្អមើលខ្លាំងពិសេសត្រង់ជុតឆាប់យល់គ្នានឹងគឺល្អមើលតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះខ្ញុំនឹងសម្រាប់ឲ្យបងប្អូនស្ដាប់ក្នុងពេលឥឡូវនេះសម្រាប់រឿងនេះដែរគឺគេនិយាយអំពីការតស៊ូរវាងអតិទេពហើយនិងមនុស្សលោកដោយសារតែអតិទេពគាត់មានគម្រោងនៅក្នុងការកម្ចាត់មនុស្សលោកឲ្យអស់ពីផែនដីនឹងដោយសារតែមនុស្សយើងកើតនៅសេចក្តីលោភលន់ការច្រណែនជ្រានេះជាពិសេសគឺភាពខុសខើអញ្ចឹងហើយទៅអតិទេពធ្វើការប្រជុំអតិទេពទាំងអស់ដើម្បីពិភាក្សាគ្នានៅក្នុងការកំណត់ថាតើត្រូវទុកមនុស្សជាតិឲ្យនៅមានបន្តឬក៏ត្រូវកម្ចាត់មនុស្សជាតិឲ្យផុតពូជអ្វីដែលសំខាន់មតិភាគច្រើននៅក្នុងអង្គប្រជុំហ្នឹងគឺអតិថិជនទាំងអស់ជ្រើសយកជំរើសការកម្ចាត់មនុស្សជាតិចោលដោយសារគេយល់ឃើញដូចគ្នាថាមនុស្សអាក្រក់មនុស្សចំណានជ្រានេះអីចឹងទៅហើយមួយទៀតខ្ញុំភ្លេចណែនាំប្រាប់ប្រិយមិត្តទាំងអស់គ្នាពីតួអង្គក្នុងរឿងចឹងក្នុងអង្គប្រជុំហ្នឹងនេះតួអង្គនេះគឺតួអង្គស៊ូតហ្នឹងគឺជាអតិថិជនដែលគាត់តំណាងឲ្យអតិថិជនទាំងអស់ហ្នឹងគឺធ្វើកិច្ចប្រជុំនឹងឡើងក្នុងកំឡុងពេលនោះស៊ូតគាត់រៀបនឹងសម្រាប់ចិត្តទៅហើយប៉ុន្តែមានតួអង្គមួយទៀតគឺតួអង្គវ៉ាគីរីតួអង្គនេះគឺតំណាងឲ្យមនុស្សពាក់កណ្ដាលនិងទេពពាក់កណ្ដាលចឹងខ្ញុំសូមហៅថាតួអង្គស្រីទៅចុះចឹងគាត់ដើរចូលមកគឺដើម្បីមកហាមឃាត់ការសម្រាប់ចិត្តរបស់អតិថិជនទាំងអស់ដោយគាត់ស្នើសុំថាហេតុអ្វីក៏យើងកម្ចាត់មនុស្សជាតិបែបងាយម៉េះមិនសុខចិត្តដកពិសោធន៍មនុស្សទៅដោយគាត់រកវិធីសាស្ត្រគឺដកពិសោធន៍មនុស្សនឹងដោយការយករើសមនុស្សមកប្រកួតជាមួយអតិថិជនហើយក្នុងសំណើនឹងដែរមិនមែនតួស្រីយើងគាត់នឹកឃើញខ្លួនឯងទេគឺគាត់សំអាងទៅលើគម្ពីរបុរាណដែលអតិថិជនគាត់ចារឡើងគឺការប្រកួតហ្នឹងគេហៅថាការប្រកួត Ragnarok ដែលប្រព្រឹត្តឡើងទៅ13គូគឺក្នុងនោះមានអតិថិជន13នាក់ហើយនិងមនុស្ស13នាក់គឺដើម្បីមកប្រកួតគ្នាចំណែកឯលក្ខខណ្ឌនៅក្នុងការប្រកួតហ្នឹងគឺបើសិនជាបែកខាងមនុស្សឈ្នះអតិថិជនចំនួន7គូអញ្ចឹងមានន័យថាអតិថិជនគឺមិនអាចបំផ្លាញពូជពងមនុស្សទាំងអស់នោះបានទេនឹងករណីដែលមនុស្សឈ្នះអតិថិជនហើយទូនាទីអ្នកដែលត្រូវជ្រើសរើសមនុស្សដើម្បីមកប្រកួតជាមួយអតិថិជនគឺតួអង្គស្រីរបស់យើងហើយចំណែកឯអតិថិជនស៊ើបវិញគាត់គឺជាអ្នករើសអតិថិជនដែលត្រូវមកប្រកួតជាមួយនឹងមនុស្សហើយការកិច្ចប្រជុំរវាងទេពនិងទេពអំពីបញ្ហាមនុស្សលោកនឹងក៏បានបញ្ចប់នៅត្រឹមនេះយ៉ាងមិនដែរប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងមិនដែរចំពោះសាច់រឿងមួយនេះហើយឲ្យបន្ទុកបានដែរជាង admin សូមគោរពជម្រាបលាប្រិយមិត្តទាំងអស់គ្នាតែត្រឹមវីដេអូនេះសិនកុំភ្លេចតាមដាននៅវីដេអូក្រោយជម្រាបលា